ชีวิตมนุษย์มันเตียงตัวตีกรอนแต่ធ្វើឲ្យជីវិតខ្លាចជាការពិតត្រូវបើយើងទាំងអស់គ្នាស្គាល់អំពីជីវិតហើយយល់អំពីទស្សនវិជ្ជានេះយើងប្រកាសជាអាចលះបង់សេចក្តីលោកចេញឲ្យឆ្ងាយពីជីវិតរបស់យើងបានពេលនោះយើងនឹងអាចដឹកនាំជីវិតរបស់យើងបានហើយគឺត្រូវស្វែងរកសេចក្តីស្ងប់និងបរមសុខនៅក្នុងជីវិតរបស់យើងគ្រប់គ្នាគ្រប់សាសនាទាំងអស់ត្រូវតែមានទស្សនៈបែបនេះការរស់នៅត្រូវតែប្រឈមមុខជាមួយនឹងជីវិតអាត្មាមិនមានសេចក្តីស្លាប់ឬក៏កើតឡើងទៀតឡើយមិនមានជីវិតដូចជាដំណក់ទឹកភ្លៀងទៀតឡើយមិនមានការកើតឬក៏ការរលត់សង្ខារវាគឺជាសេចក្តីស្ងប់នៅគ្រប់ផ្លូវទាំងអស់សេចក្តីស្ងប់មិនមានអ្វីទាំងអស់ប៉ុន្តែគឺមានតែសេចក្តីស្ងប់